សួស្តីអ្នកនរគ្នាដែលស្នេហាវិស័យកូនទូកក៏ដូចជាទូកងោកខ្ញុំបាទកូនទូកថ្ងៃនេះដែរគឺខ្ញុំបានមកដល់ជំរំរោងទូកបោះជាងក្រដីហើយនៅខាងក្រោយខ្ញុំនេះគឺជាទូកស្លាប់មន់តែត្រៀមឡើងកនូណាហើយទូកខ្លះក៏ឡើងហើយទូកខ្លះក៏មិនទាន់ឡើងអញ្ចឹងណាហើយម្ចាស់ទូកសិតតែមកពីខេត្តផ្សេងទាំងអស់គ្នាអញ្ចឹងណាហើយអញ្ចឹងខ្ញុំរៀបរាប់ប្រាប់តាក់ទងជាមួយនឹងទូកខាងលើនេះគឺទូកពណ៌លឿងនេះគឺចេញពីខាងកំពង់ចាមមកដែលត្រៀមនឹងឡើងគំនូដែរប៉ុន្តែអត់ទាន់បានហើយទៅដោយសារជាប់ឡើងទូកផ្សេងអញ្ចឹងទូកហ្នឹងគឺឡើងខាងកំពង់ចាមដូចគ្នាគឺកងពេជ្រកងតំណឹងណាហើយខាងក្រោមនេះគឺដូចជាខ្ញុំបានថតវីដេអូម្លងហើយប៉ុន្តែខ្ញុំអត់ទាន់បានផុសទេការដាំឡើយទូកហ្នឹងគឺពណ៌ខ្មៅទេហើយយកមកតម្លើងកនូហ្នឹងគឺឡើងខាងធីមស្ដេចមកណាប៉ុន្តែខ្ញុំអត់ច្បាស់ថាគំនូមកគុលរឿងនេះដូចទៅខាងស្ដេចមកមួយណាទេហើយអ្នកនរគ្នាស្គាល់ទេមើលទៅអាចស្តៀងខាងណាឈ្មោះអីដែរអ្នកនរគ្នាអាចជួយ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានហើយខាងក្រោមនេះគឺជាទូកខ្ញុំអត់ស្គាល់ម្ចាស់ទេទូកនេះហើយខ្ញុំអត់ច្បាស់ថាទូកនេះឈ្មោះអីដូចគ្នាចឹងមានតែសួរជាងចាំមើលជាងក៏ប្រាប់មិនដែរហើយទូកបន្ទាប់ទៀតនេះដូចអ្នកនរគ្នាដឹងស្រាប់ហើយអ្នកនៅខាងប្រាសពគឺស្គាល់ហើយគឺកំណោះសង្ហាយើងសវណ្ណមេកាហ្នឹងហើយដូចជាបានទៅប្រកួតនៅខាងកំពង់ចាមដែរប៉ុន្តែចូលរួមសោកស្ដាយផងដោយសារអត់បានឡើងទៅវគ្គផ្ដាច់ព្រាត់ទេដោយសារឈ្នះតែ4ជើងចាញ់1ជើងគឺបានឡើងទៅវគ្គផ្ដាច់ព្រាត់ទេដូចជាលេងបាន5ជើងដែរឈ្នះ4ហើយនឹងចាញ់1អញ្ចឹងណាហើយទូកមួយគ្រឿងខាងក្រោមនេះគាត់ត្រៀមឡើងកនូដែរប៉ុន្តែខ្ញុំអត់ទាន់ដឹងថាឡើងទៅខាងណាទេអញ្ចឹងចាំមើលខ្ញុំសួរវិជ្ជាជាងសិនហើយចាំខ្ញុំប្រាប់អ្នកនរគ្នាតាមក្រោយអញ្ចឹងអរគុណអ្នកនរគ្នាមែនទែនដែលបានទស្សនាវីដេអូខ្ញុំហើយសង្ឃឹមថាខ្ញុំនឹងមានពេលវេលាថតប្រភេទទូកខ្លីៗទូកខ្នាតទូកស្លាបមន់នឹងបន្ថែមទៀតណាអញ្ចឹងអរគុណច្រើនអ្នកនរគ្នា